ជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយដែលស្រឡាញ់គ្រប់គ្រងនៅក្នុងការកាត់សូបិនរបស់ខ្ញុំណាពុកម៉ែបងប្អូនណាចឹងពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីចូលមកកុំភ្លេចជួយ Subscribe រូបកណ្ដឹងម្នាក់មួយឬក៏ដាក់មេដៃដើម្បីទទួលសញ្ញាហេពីខ្ញុំរាល់ថ្ងៃចឹងសូមអរគុណដល់បងប្អូនដែលជួយ Subscribe រូបកណ្ដឹងឬក៏ជួយដាក់មេដៃហើយក៏ជួយ comment ល្អៗសូមឲ្យបងប្អូនជួបតែសេចក្តីសុខនិងសេចក្តីចម្រើនជាពិសេសសូមឲ្យបងប្អូនជួបតែអ្វីដែលហេងចឹងបងប្អូនណាដែលសូបិនឃើញច្រាំងតិចឬក៏ច្រាំងខំឬក៏ច្រាំងដេញតិចបើចំពោះសូបិននេះចាប់ទុកថាជាសូបិនមិនល្អទេណាបងប្អូនណាអ្នកដែលមានបញ្ហារឿងរ៉ាវរញ៉េរញ៉ាយចូលមករឹតតែរញ៉េរញ៉ាយបន្ថែមទៀតចឹងបងប្អូននៅក្នុងថ្ងៃនេះបងប្អូនបានសុបិនឃើញចឹងហើយចឹងបងប្អូនផ្អាកនៅក្នុងការដើរចេញទៅណាបន្តិចសិននៅថ្ងៃពីរថ្ងៃសិនណាបងប្អូនណាតែបើបងប្អូនមានកម្រងឬក៏បងប្អូនចាំបាច់ហើយអាចជ្រើសរើសទៅតាមវិធីដោយអ្វីដែលខ្ញុំប្រាប់បានហ្នឹងហើយចឹងចំពោះបងប្អូនអ្នកដែលមានគ្រួសារបងប្អូនមានដំណើរឬក៏មានបំណងនឹងចង់បើកមុខរបររកស៊ីអ្វីបងប្អូននឹងអាចជួបតែបញ្ហាកើតឡើងតែម្ដងចឹងគ្រាន់តែបងប្អូនគ្រូថ្ងៃហ្នឹងអញ្ចឹងបងប្អូនសុបិនថាថ្ងៃហ្នឹងយ៉ាងមិនបាច់ចាំគ្រូទេគ្រូរកផ្សេងទៅទៀតណាបងប្អូនណាហ្នឹងហើយព្រោះសុបិនហ្នឹងគឺពាក់ព័ន្ធនឹងរឿងមុខរបររបស់យើងឬក៏យើងចង់ប្រកបការងារអីគឺឲ្យឃើញតែម្ដងចឹងបងប្អូនអ្នកដែលមានគ្រួសារហើយសូមប្រុងប្រយ័ត្នបន្តិចហើយចំពោះអ្នកនៅលាវបើមានគេស្ដីដណ្ដឹងឬក៏ចង់បានឬក៏បងប្អូនចូលដណ្ដឹងគេឬក៏គេចូលដណ្ដឹងយើងក្ដីមិនថាប្រុសឬក៏ស្រីទេបងប្អូនមានគំនិតនៅក្នុងការដើរនឹងក៏មិនមែនជាល្អដែរព្រោះគូកម្មទេហើយបងប្អូនចូលមកហើយគេចង់បានយើងហើយមិនមែនដល់គូព្រេងនេះគឺគូកម្មប្រចាំជីវិតតែម្ដងជួបហើយប្រវត្តិវិញហ្នឹងហើយអញ្ចឹងបងប្អូនអ្នកមានគ្រួសារហើយទំនាយនៅក្នុងការសុបិនថាឃើញច្រាំងតិចច្រាំងខាំហើយគឺថាកម្មតែម្ដងបែកហើយជួបហើយបែកទៀតគេថាម៉ាយបងប្អូនអាចខ្លាចជាម៉ាយបានអញ្ចឹងបងប្អូនអ្នកដែលមានគ្រួសារអ្នកនៅលាវអាចជ្រើសរើសនៅក្នុងការកាត់សុបិនរបស់ខ្ញុំហើយស្ដាប់ហើយធ្វើតាមខ្ញុំក៏បានដែរបើបងប្អូនសុបិនបែបនេះហើយចង់ឲ្យរឿងរ៉ាវល្អចូលនៅក្នុងជីវិតរបស់បងប្អូនមកវិញប៉ុន្តែមិនបានច្រើនទេណាបងប្អូនណាបានខ្លះគ្រាន់តែកាត់បន្ថយទេបងប្អូនដែលអាចយកអង្គមួយក្តាប់ហើយនិយាយប្រាប់អង្គពីសុបិនរបស់ខ្លួនរៀបរាប់ឲ្យអស់ហើយប្រាប់អង្គនឹងទៅឲ្យយករឿងអាក្រក់ទៅហើយសូមឲ្យរឿងល្អចូលមកក្នុងជីវិតខ្ញុំទៅហើយបងប្អូនក៏បញ្ចេចេញហើយដើរចូលផ្ទះជាការស្រេចបងប្អូននឹងអាចជួបរឿងរ៉ាវល្អចូលក្នុងជីវិតរបស់បងប្អូនបានខ្លះវិញហើយចំពោះលេខផ្សងសំណាងលេខផ្សងសំណាងដែលបងប្អូនត្រូវយកផ្សងសំណាងនោះគឺមានលេខបងប្អូនអាចអូសហាមកចាប់បងប្អូនអាចអូសហាមកចាប់ត្រេង57និង52និង52ហើយចំពោះ3លេខបងប្អូនអាចជ្រើសរើស307មកចាប់ត្រេង375និង373ចំពោះ LO បងប្អូនអ្នកនិយមលេងឡូអាចយក574គុណនិងត្រេង75គុណនេះជាលេខផ្សងសំណាងសម្រាប់បងប្អូនដែលសូបិនឃើញច្រាំងតិចឬក៏ច្រាំងខំឬក៏ដេញខំចឹងសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើបងប្អូនគាំទ្រនៅក្នុងវីដេអូរបស់ខ្ញុំកុំភ្លេចជួយ Subscribe រូបកណ្ដឹងម្នាក់មួយឬក៏ដាក់មេដៃឬក៏ជួយ comment ល្អបងប្អូនទទួលដែរអ្វីល្អនិងអ្វីដែលហេងតែម្ដងណាបងប្អូនណាជូនពរពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនសូមឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនជាពិសេសសូមឲ្យបងប្អូនជួបតែហេងនិងកកករាល់ថ្ងៃតែម្ដង
ជូនពរសូមឲ្យសំណាងល្អ